ឃើញមានព័ត៌មានកន្ថោខ្លះបានបង្ហើបបន្តិចម្ដងអំពីភាពវិជ្ជមានក្រោយពីសៀមវាយប៉ោងខោបាក់ទ័ពអស់38សមរភូមិមកក៏រឿងសម្ដីខែងរែងអួតអាងជោ fake ដឹកដៃថៃចូលស៊ីก๋วยตี๋ยวលើកម្ហូបចាស់ 3M21 អីឥឡូវនេះមានព័ត៌មានមួយចេញផ្សាយពីប្រទេសជប៉ុនមកគឺចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន Nikkei Asia បាននិយាយពីចំនួនដែលទាហានលោកហ៊ុនសែនបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធជាមួយថៃណានេះគឺជាព័ត៌មានមួយដែលផ្សាយចេញមកខ្ញុំមិនបាច់លើកតួលេខយកមកនិយាយទេប៉ុន្តែពួកអាដែងដែលជាកន្ថោដែលជាមនុស្ស fake មនុស្សជោមនុស្សអួតសៀមអាពីលផែងវណ្ណៈសៀមស្លាប់ 6000 របួស 20000 ទីបំផុតអាពីលអស់នេះបារាជ័យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាដី14កន្លែងត្រូវសៀមកាន់កាប់នៅពេលដែលប្រភពសៀមនិយាយថាណាចំណុចសមរភូមិ38ចំណុចត្រូវវាកាន់កាប់ការបិទបាំងគ្រប់សពទាំងអស់រួមទាំងការឆបោកនៅក្នុងប្រទេសកម្ពុជាជនរងគ្រោះដោយការឆបោករបស់អាឡេណាវ៉ាត្រានៅតែសុំអង្វរឲ្យហ៊ុនសែនហ៊ុនម៉ាណែតដោះស្រាយបញ្ហាណាដោះស្រាយបញ្ហាតែគ្មានអ្នកណាយកទៅជាស្ដាប់នឹងការឈឺចាប់ទុក្ខវេទនារបស់ប្រជាជនខ្មែរទេអត់មានអ្នកណាយកចិត្តទុកដាក់នឹងការឈឺចាប់របស់ប្រជាជនខ្មែរទេអាមេបោកប្រាស់ទាំងខ្មែរអាមេបោកប្រាស់ទាំងចិនអាមេបោកប្រាស់ទាំងអ្នកនយោបាយគឺបោកប្រាស់ប្រជាជនខ្មែរធ្វើបាបប្រជាជនខ្មែរឥតមានថ្ងៃឈប់ឡើយទោះបីកន្ខោរបស់វាខំប្រឹងបំផ្លងព័ត៌មានយ៉ាងណាក៏ដោយឥឡូវនេះពួកអាអួតចាស់ 3M21 តាំងបកីឥឡូវអន់ចង់ហើយពួកអាអួតថាដឹកដៃភ្ញៀវចូលតុហើយចាំលើកម្ហូបអន់ចង់ហើយពួកអាប្រមាថមើងងាយធ្វើជីដាក់ស្រែប្រើសម្ដីខ្មែរក្រហមវាយឯងធ្វើជីដាក់ស្រែឥឡូវអន់ចង់ហើយណាបាក់ទ័ព38ចំណុចតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រ Nikkei Asia បញ្ចេញចំនួនមនុស្សដែលជាយុទ្ធជនដែលបានស្លាប់នៅក្នុងសមរភូមិនៅពេលដែលរាជការអត់ផ្សាយណាអត់ផ្សាយនៅព័ត៌មានឲ្យប្រជាជនខ្មែរបានដឹងឡើយនេះគឺជាការឈឺចាប់ជាទីបំផុតដែលកំពុងតែកើតឡើងនៅក្នុងសន្តានចិត្តរបស់ប្រជាជនស្លូតត្រង់ខ្មែរដែលកំពុងតែត្រូវគេបោកភូតនេះគឺជាអ្វីដែលកំពុងតែកើតឡើងសេដ្ឋកិច្ចដាំក្បាលចុះពលករចំណាក់ស្រុកប្រឹងរត់លូនឆ្លងដែនទៅធ្វើការស្រុកគេនៅពេលដែលធនាគារដើរទាលុយអ្នកស្រុកគ្មានចំណូលមិនដឹងជាត្រូវធ្វើយ៉ាងម៉េចណាសម្បុកចៅគឺនៅជាប់ជាមួយមេដឹកនាំអាចៅចេញលេងណាវត្តាអាចៅដតីទៀតអាចៅច្រិនជឺអាចៅ scammer នៅជុំវិញរដ្ឋាភិបាលបង្ងើយកន្តើយមិនយកចិត្តទុកដាក់ហើយឲ្យការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាក្លែងបន្លំថាដោះស្រាយអត់មានដោះស្រាយឲ្យប្រជាជនទេនេះគឺជាអ្វីដែលកើតឡើងនៅក្នុងការឆបោកដ៏ធំធេងមិនគួរឲ្យជឿនៅក្នុងគណៈនេះរាជការនៅធ្វើអីបានជាមិនដោះស្រាយណាខ្មែរ Times បានបង្ហាញអត្ថបទមួយថាទោះបីបាត់ព្រំដែនក៏ដោយក៏ចំនួនទ្វេភាគីថៃជាមួយកម្ពុជាមានទំហំ $3,600 លានយើងដឹងហើយថាខ្ញុំនិយាយឲ្យថានៅពេលដែលជនស្លូតត្រង់ស្ទះសេដ្ឋកិច្ចអ្នកធំដឹករាប់រយឡានមួយថ្ងៃឆ្លងកាត់ព្រំដែនទំនិញវៀតណាមត្រូវដឹកឆ្លងកាត់កម្ពុជាទៅថៃទំនិញថៃដឹកឆ្លងមកចូលកម្ពុជារហូតទៅដល់វៀតណាមនៅតែបើកទេដោយសារអីគឺដោយសារតែនយោបាយសពេចសពិលនេះហើយនៅពេលទីបំផុតឥឡូវនេះអាអំនួតអីណា
ខ្សែបន្ទាត់ក្រហមអីអាអំនួតសំណាញ់មេឃអាអំនួតហៅភ្ញៀវចូលតុចាំលើកម្ហូបអាអំនួតដាក់ទាំងបកីអាអំនួតយកវាធ្វើជីឥឡូវនេះ38ចំណុចតាមបណ្ដោយព្រំដែនកម្ពុជាThailand ត្រូវបានសៀមកាន់កាប់យុទ្ធជនច្បាំងសៀមបុកអគ្គផុសភេឲ្យសៀមបុកលុយសាកសពត្រូវបានមន្ត្រីណាលុយសម្រាប់ឧបត្ថម្ភសាកសពយុទ្ធជនត្រូវបានមន្ត្រីជាន់ថ្នាក់កណ្ដាលនិងក្រោមកេងប្រវាញ់ពីគ្រួសារសពមិនត្រឹមតែប៉ុណ្្នឹងទេអុកញ៉ាចៅបោកភូតលេងណាវត្រាកំពុងតែធ្វើបាបប្រជាជននៅពេលដែលក្រុមវាឆក់ប្លន់ដីធ្លីគេល្មើសនឹងកុងត្រាយកលុយគេហើយអត់ឲ្យផ្ទះគេរឿងនេះកើតឡើងដោះស្នឹមហើយអត់មានអ្នកណាអត់មាននរណាយកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះទេហើយចេះតែនិយាយសន្តិភាពចង់ឲ្យអរគុណចេះតែនិយាយរហូតដល់និយាយប្រាប់ប្រជាជនថា scammer គឺជាសេដ្ឋកិច្ចអាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានវាមិនបានឲ្យតែហ៊ានថៃ$100 លានវាមិនបានជាអាមេរិកកាំងឲ្យតែហ៊ានថៃ$100 លានហើយថែមទាំងប្រាក់ទៀត$100 លានហ្នឹងវាយ scammer វាយនៅណាកំពូលមហាអក្រិតជនសុកចិត្តសុំកលុំចាប់ខ្លួនបញ្ជូនឲ្យចិនអាចិនជឿអត់កាត់ទោសនៅស្រុកខ្មែរហើយរហូតមកដល់ពេលនេះអ្នកដែលមាន account នៅក្នុងធនាគារ Prince មិនដឹងបានលុយឬអត់ទេស្អុយកាគ្រប់ធ្វើបាបប្រជាជនគ្មានឈប់ឈរកុហកប្រជាជនឲ្យជឿទុកចិត្តអស់38កន្លែងបាក់តបខ្ទេចមានតែយុទ្ធជនក្រីក្រទេណាមានតែយុទ្ធជនក្រីក្របន្ទាត់ក្រហមបាក់តប38ចំណុចបាក់តបអស់ណាបាក់តបអស់ណានេះហើយដែលចេះតែនិយាយថាព័ត៌មានមិនពិតចេះព័ត៌មានពិតចុះឥឡូវប្រភពបរទេសគេប្រាប់ហើយណាប្រភពបរទេសគេប្រាប់ហើយគេអ្នកនិយាយមួយម្ដងនៅឯអង្គរវត្តណាជនបរទេសលោកខាងលិចត្រូវទេសចររុស្ស៊ីវាយបែកក្បាលបែរទៅជាមិនដោះស្រាយបញ្ហាទេសចរបែរទៅជាចោទប្រកាន់ថាពួកលោកខាងលិចពួកទេសចរបរទេសលោកខាងលិចជាមនុស្សរលរឿងមិនពិតឥឡូវហ្នឹងម្ចាស់ account ដែលគេធ្វើដំណើរទៅលេងអង្គរវត្តត្រូវទេសចររុស្ស៊ីវាយបែកក្បាលគេចុះផ្សាយ2ដងគេថាគេមិនចង់ចុះផ្សាយទេគេអត់ចង់និយាយអាក្រក់ពីប្រជាជនខ្មែរទេពីព្រោះគេអត់មានទាស់គ្នាមួយប្រជាជនខ្មែរប៉ុន្តែសមត្ថកិច្ចនៅនឹងអង្គរវត្តអត់ដោះស្រាយបញ្ហាត្រូវបានមនុស្សប្រហើនទេសចររុស្ស៊ីវាយគេបែកក្បាលគេផ្សាយពីម្សិលមួយថ្ងៃគេផ្សាយថែមទៀតគេផ្សាយថារឿងនេះកើតមួយឆ្នាំហើយណាគេមានរូបវីដេអូគេផ្សាយឥឡូវគេផ្សាយចេញវីដេអូឃើញទេណាអានឹងហើយបានជាទេសចរកម្ពុជាអាលាយអស់$1250 លានកន្លងទៅបាត់បង់ចំណូលផ្នែកទេសចរអ្នកលក់ដូរអ្នកតូចតាចអីបើគិតទៅនៅក្នុងសេដ្ឋកិច្ចបាត់បង់អស់$1250 លានទុកចិត្តលើរដ្ឋាភិបាលទៅស្អីក៏សិតតែចម្រើនដែរទុកចិត្តលើរដ្ឋាភិបាលទៅណាសេដ្ឋកិច្ចដាំក្បាលចោះវិធានការអត់មានប្រាក់កម្ចីកដល់កកធនាគារមុខឡើងជូមិនបានធនាគារមុខឡើងជូកម្ចីឲ្យទៅអត់មានដំណោះស្រាយទេលុយវិញមិនបានណាផ្នែកហិរញ្ញវត្ថុផ្នែកធនាគារក៏មានបញ្ហាធនាគារជាតិនៃកម្ពុជាឃើញអក្រិតកម្ម scam នៅនឹងមុខអត់មាត់មួយម៉ាត់ឥឡូវនេះបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការធនាគារ Prince តែលុយនៅក្នុង account មិនដឹងយ៉ាងណាទេណាស្រាប់តែ Cambodia Time និយាយថាណែឆ្លោះគ្នាបាត់ព្រំដែរនេះប៉ុន្តែចំនួនជាមួយថៃ$3500 លានឆ្នាំនេះឆ្នាំ2025កន្លងទៅណាទាំងអស់នេះគឺជាអ្វីដែលវាបែកធ្លាយបន្តិចម្ដងវាបែកធ្លាយចេញមកណាវាបែកធ្លាយចេញមក
ឲ្យប្រជាជនដែលមានចំណេះដឹងអាចដឹងបានថាការដឹកនាំវាដួលរលំឥឡូវនេះអត់មានកថាចាញ់ជេរទៀតទេណាមិនបានអត់មានកថាចាញ់ជេរពេលព្រោះឈាមឆ្កែណាកថាចាញ់តេះដៀលទៅឈាមឆ្កែតែឈាមឆ្កែគេនិយាយការពិតចំណែកកថាអត់មានការពិតកថាអត់មានការពិតឥឡូវអស់ហើយណាតែហ៊ានចុងក្រោយ18នាក់ដែលសៀមដោះលែងកថាអ្នកនាំមុខណាឌីលគេសត្វតែគេនឹងឆ្កែតែឆ្កែគេនិយាយការពិតឆ្កែស្មោះត្រង់ជាងកថាឆ្កែនិយាយឲ្យប្រជាជនខ្មែរបានដឹងប្រជាជនខ្មែរអូជឿកថាស្អប់យ៉ាងណាដល់ទីបំផុតក៏ទទួលស្គាល់ថាឆ្កែដែលចេះតែព្រុសពីក្រៅប្រទេសទៅវាមានអាឆ្កែក្បាលម្នាក់ពីរនាក់ដែរដែលវានិយាយនៅការពិតដើម្បីវាចង់ជួយប្រទេសជាតិណាត្រង់នេះគឺជាលក្ខណៈដែលប្រជាជនលោកចាប់ផ្ដើមទទួលដឹងចំណែកអាអួតសិតតែគេ3000នាក់6000នាក់ស្លាប់ពេញព្រៃឯណា20000នាក់ខ្វះតែហ៊ានហើយនិយាយពីរឿងថៃខ្វះតែហ៊ានថៃវាខ្វះតែហ៊ានណាបងប្អូនប៉ុន្តែឥឡូវហ្នឹងនៅស្រុកខ្មែរណាតាំងពីសៀមរាបកំពង់ធំបាត់ដំបងកំពង់ស្ពឺកំពង់ឆ្នាំងប្រមូលអស់ហើយអ្នកធ្លាប់ធ្វើតាហ៊ានណាដែលចង់ចូលកងទ័ពវិញគេឲ្យចូលពីព្រោះគេខ្វះអ្នកក្រទៅច្បាំងឥឡូវហ្នឹងគេហៅចូលធ្វើតាហ៊ានហើយណារីឯព័ត៌មានដែលថាកងទ័ពមួយចំនួនសពចិត្តចាក់ចែងពីកងទ័ពនោះមិនដឹងថាចំនួនប្រមាណទេខ្ញុំមិននិយាយទេបើខ្ញុំមិនដឹងប៉ុន្តែអារឿងហៅចូលទៅតាហ៊ានចាប់ដើមហើយពីព្រោះគេត្រូវការអ្នកក្រចែងច្បាំងបើមានកិច្ចការអី2ភាគ3នៃកងទ័ពគេថាគេរវល់ធ្វើកិច្ចការវិស្វកម្មផុសភាស៊ីបំបប់តែប្រជាតាហ៊ាននៅក្នុង6ដល់ 100000នាក់តាហ៊ានតែប្រហែល50000នាក់ទេចាញ់ច្បាំងចំណែកឯតាហ៊ានជាង 100000នាក់បើមិនឈ្មោះខ្មោចទេឈ្មោះកូនអ្នកមានហើយនឹងឈ្មោះកូនលោកធំអត់ចាញ់ច្បាំងទេពីមួយថ្ងៃទៅមួយថ្ងៃបាត់បង់អត់បានទេពីមួយថ្ងៃទៅមួយថ្ងៃបាត់បង់អត់បានទេពិភពលោកគេស្គាល់ពិភពលោកគេដឹងណាពិភពលោកគេស្គាល់ពិភពលោកគេដឹងថាសម្បុកណាសម្បុកអក្រិតកម្មគេដឹងតាគេដឹងជប៉ុនណា Nikkei Asia ណាតែងតែនិយាយស្អីថ្នាក់ថ្នមកម្ពុជាឥឡូវគេឲ្យដឹងតិចហើយថាសមរភូមិ38ចំណុចគេមិននិយាយទេប៉ុន្តែគេថាឡាប់នឹស100គេគាត់និយាយ100ទេណាគេគាត់និយាយ100ទេណាខ្ញុំអត់និយាយទេចំនួនអ្នកពលីខ្ញុំអត់និយាយទេមិនបានខ្ញុំអត់និយាយពីព្រោះខ្ញុំមានសុជីវធម៌ខ្ញុំមិនមែនអួតរឿងជីវិតមនុស្សទេខ្ញុំអាណិតស្រឡាញ់ជីវិតមនុស្សណាខ្ញុំអាណិតខ្ញុំស្រឡាញ់ជីវិតមនុស្សខ្ញុំមិននិយាយទេប៉ុន្តែឥឡូវហ្នឹងវាបែកវាធ្លាយចាញ់មកស្អីវាបន្តិចដងវាចាញ់មកហើយប៉ុន្តែរឿងដែលគួរឲ្យខ្មាស់អៀនមែនតើគឺនៅចំពោះមុខគឺអំពើបោកភូតដ៏ធំអក្រិតកម្មបោកភូតដ៏ធំគឺនៅនឹងអង្គញាដែលនៅចិត្តមេដឹកនាំមានជាអាលេងណាវត្រាជាដើមដែលកំពុងតែបោកភូតល្មើសកងត្រាគឺល្មើសច្បាប់ស្ដាប់ឲ្យបានបងប្អូនត្រូវគេសណ្ដំខួរក្បាលថាមិនអីទេដោះដូរកងត្រាអត់ទេដោះដូរកងត្រាគឺល្មើសច្បាប់ពាណិជ្ជកម្មល្មើសច្បាប់អាជីវកម្មល្មើសច្បាប់និងបំបត្តិការទុកចិត្តណាល្មើសច្បាប់និងបំបត្តិការទុកចិត្តពីប្រជាពលរដ្ឋនិងប្រជាជនខ្មែរដែលលោកយកលុយទៅឲ្យវាបោកប្រាស់វាយកលុយដាក់លើតុឲ្យមេវាយកលុយដាក់លើតុឲ្យមេវាដើម្បីឲ្យការពារការបោកភូតអក្រិតកម្មបោកភូតរបស់វានេះគឺជារឿងដែលប្រជាជនខ្មែរលោកមើលឃើញតែលោកមិនដឹងនិយាយថាម៉េចវាមានលុយដាក់លើតុ1ម៉ែត្រ4ជ្រុងលុយដុល្លារលុយសុទ្ធលុយអស់ហ្នឹងសិតតែលុយវាបោកពីប្រជាជនអ្នកទិញដីវានៅប្រទេសស្រីអ្នកទិញដីវានៅវាលទ្រាបាត់ដំបងអត់មានអាណាបាតដីទេគេបោកហើយអាដីដែលបានមានអាដីខ្លះលិចទឹកធ្វើអីកើតទេដីលិចទឹកអាផ្លូវ 6A វាបោកគេរហូតដល់ឥឡូវវាសពចិត្តប្រើប្រព័ន្ធបោកប្រាស់តាម Facebook វាផ្សាយគៀកកគ្នាជាមួយជនរងគ្រោះតែវាអត់ឲ្យផ្ទះគេទេណានេះហើយជាអំពើអក្រិតកម្មបោកភូតនៅក្នុងប្រទេសកម្ពុជាអាលក់ផ្ទះខ្យល់ហ្នឹងយូរហើយបងប្អូន
ហើយនិយាយអំពីការបោកភូតណានិយាយអំពីការបោកភូតដ៏ច្រើនដទៃទៀតរួមទាំងអា AC IC អីក្រុមអាគ្រូជោគជ័យអាគ្រូជោគជាំអីអាតកែកាហ្វេអាស្អីបោកភូតគេរហូតមកដល់ពេលនេះគឺគេជន់ចោលអត់យកមកធ្វើអីទេសំបីតែមីណាមីណីអាណាអាណីគឺថាអត់មានយកមកដាក់ទោសជាធរមានទេគឺសុំកលុំជន់ចោលបងប្អូនឃើញទេលុយកាក់គេបោកភូតនៅស្រុកខ្មែរវាមិនមែនតែ scam បរទេសទេវា scam ទាំងខ្មែរណាវា scam ទាំងខ្មែរវា scam ទាំងបរទេសហើយអ្នកទាំងអស់នឹងនៅជុំវិញមេដឹកនាំថតជាមួយមេដឹកនាំទីប្រឹក្សាមេដឹកនាំមន្ត្រីនៅក្នុងនីតិបញ្ញត្តិមន្ត្រីនៅក្នុងនីតិប្រតិបត្តិគ្រប់កន្លែងណាគ្រប់កន្លែងបោកភូតតែប្រជាជនខ្មែរធ្វើបាបតែប្រជាជនខ្មែរណាធ្វើបាបតែប្រជាជនខ្មែរបោកភូតប្រជាជនខ្មែរណាបោកភូតប្រជាជនខ្មែរធ្វើបាបប្រជាជនខ្មែរហើយឥឡូវហ្នឹងចាប់ផ្ដើមហៅតាហ៊ានមិនទាន់ពេញធឹងទេប៉ុន្តែចាប់ផ្ដើមហៅតាហ៊ានចាប់ផ្ដើមហៅតាហ៊ានឥឡូវចាប់ផ្ដើមហៅតាហ៊ាននឹកចាស់អីហ្នឹងអាយុក្រោម60អីហ្នឹងហៅហើយខ្ញុំមិនដឹងតែច្បាប់កងទ័ពនេះគេធ្វើមកទេប៉ុន្តែហៅឥឡូវអ្នកធ្លាប់ធ្វើតាហ៊ានណាអ្នកធ្លាប់ធ្វើតាហ៊ានគេថាចង់ចូលកងទ័ពវិញទេគេឲ្យចូលដើម្បីអីព្រោះគេត្រូវការមនុស្សអ្នកក្រឲ្យតែច្បាំងគេត្រូវការមនុស្សអ្នកក្រឲ្យតែច្បាំងនេះគឺជាអ្វីដែលកំពុងកើតឡើងអញ្ចឹងសំណេះសំណាលជាមួយប្រិមិត្តសិនបាទសួស្តីទាំងអស់គ្នាត្រីទៀងនៅអៃរ៉ង់មានការស្លាប់ជាង1000នាក់ហើយបាទRX 7 Go 7នៅក្នុងមតិរបស់តាគ្មាននរណាក្បត់ជាតិទេលុះត្រាតែយើងមានច្បាប់កំណត់នៃនិយមន័យក្បត់ជាតិបើអត់មានច្បាប់ទេបុគ្គលដែលធ្វើខុសយើងដឹងថាបុគ្គលនោះធ្វើខុសឃាតកម្មខុសពុករលួយខុសបោកប្រាស់អីយើងដឹងតែពាក្យថាក្បត់ជាតិគឺចៅឯងកុំប្រើពាក្យថាក្បត់ជាតិពាក្យក្បត់ជាតិនេះកុំនេះវាដាក់ក្នុងខួរចៅឯងឲ្យចៅឯងបំផ្លាញខ្លួនឯងនិងបំផ្លាញខ្មែរដទៃអត់មានអ្នកណាក្បត់ជាតិទេបើគ្មាននិយមន័យច្បាប់មានន័យថាបើអត់ច្បាប់តែងថាទោសកំហុសហ្នឹងគេហៅក្បត់ជាតិទេគេអត់ហៅទេហើយរឿងតដួយស្នេហាជាតិណាតើដាក់ពាក្យតដួយស្នេហាជាតិវាមិនមែនជាច្បាប់ទេណាចៅឯងក៏ចេះស្រឡាញ់ជាតិខ្ញុំក៏ចេះស្រឡាញ់ជាតិទោះបីខ្ញុំកាន់សញ្ជាតិដទៃក៏ចេះស្រឡាញ់ហ៊ុនសែនក៏ចេះស្រឡាញ់ជាតិហ៊ុនម៉ាណែតក៏ចេះស្រឡាញ់ជាតិគឺស្រឡាញ់ខ្លួនគាត់ស្រឡាញ់គ្រួសារគាត់ហ្នឹងគឺស្រឡាញ់ជាតិដែរអញ្ចឹងអាពាក្យស្នេហាជាតិហ្នឹងត្រូវបានគេដាក់ពាក្យមួយម៉ាត់គេហៅតដួយស្នេហាជាតិតដួយមានន័យថាម៉េចគឺជាពាក្យដែលគេលាងក្នុងគោះក្បាលឲ្យប្រើជាមួយពាក្យថាក្បត់ជាតិគឺជាមនោគមវិជ្ជាកុម្មុយនីសដែលវាបំផ្លាញចៅឯងវាបំផ្លាញខ្មែរដទៃឲ្យចោតឲ្យស្អប់គ្នាអញ្ចឹងវាមានអាតដួយស្នេហាជាតិហើយនឹងអាក្បត់ជាតិណាអានោះអាស្នេហាជាតិនិងក្បត់ជាតិហ្នឹងវាមានសត្វនរកមួយនៅប្រទេសកម្ពុជាបង្កើតឡើងសត្វនរកនេះឈ្មោះនរោត្តមសីហនុសត្វនរកឈ្មោះនរោត្តមសីហនុនឹងបង្កើតអាពាក្យថាក្បត់ជាតិហើយនឹងស្នេហាជាតិចៅត្រូវដឹងថាពាក្យថាក្បត់ជាតិបើវាគ្មាននិយមន័យច្បាប់ទេយើងអត់ប្រើទេនៅក្នុងសង្គមណាក៏ដោយឲ្យតែហ៊ានហៅមនុស្សថាក្បត់ជាតិគឺបែកបាក់ហើយបាទទេបែកបាក់ហើយនៅប្រទេសកម្ពុជាមានសត្វនរកមួយឈ្មោះវានរោត្តមសីហនុវាបង្កើតនិយមន័យមាត់វាថានេះក្បត់អានោះក្បត់អានេះក្រហមអានេះសអានេះខៀវណាអានេះស៊ីចម្ពូអីជាដើមហើយពាក្យថាស្នេហាជាតិតដាក់ទៅដួយណាឲ្យតែស្នេហាជាតិគឺមានទៅដួយនាំមុខហើយមិនបានមានទៅដួយនាំមុខណាមិនបានមានទៅដួយនាំមុខអូខេណាមិនបានមានទៅដួយនាំមុខវាមានទៅដួយនាំមុខពីព្រោះអាទៅដួយហ្នឹងទេអ្នកណាក៏ស្រឡាញ់បើចាក់ឯងស្រឡាញ់ខ្លួនឯងអាហ្នឹងក៏ស្នេហាជាតិអត់មានអ្នកណាគេដាក់និយមន័យសម្រាប់ថាអ្នកឯងត្រូវធ្វើអញ្ចេះបានហៅតែស្នេហាជាតិអ្នកឯងធ្វើបានប៉ុណ្ណេះស្នេហាជាតិអត់ទេដូច្នេះរឿងស្នេហាជាតិរឿងក្បត់ជាតិចៅឈប់យកមកសួរចៅសិក្សារៀនសូត្រថាមនុស្សហ្នឹងធ្វើប្រយោជន៍ដល់សង្គមឬទេបើប្រយោជន៍ល្អបើមិនប្រយោជន៍ទេមនុស្សហ្នឹងអត់ធ្វើល្អប៉ុណ្ណឹងណាអាហ្នឹងចឹងណាសួស្ដីណាលោកតាជួយនិយាយពីចៅវាយអាមេរិកផងពិបាករកឯកសារពាក់ព័ន្ធណានិយាយម្ដងហើយម្ដងទៀតតែងតែនិយាយរឿងដ៏ធំរឿងដ៏ជ្រៅនៅក្នុងពិភពលោកមិនមែនងាយយល់ទេដូច្នេះហើយ
ត្រូវខំប្រឹងស្វែងយល់ដំបូងគឺស្វែងយល់ពីប្រព័ន្ធពិភពលោកគេហៅថា world system ត្រូវស្វែងយល់ប្រព័ន្ធពិភពលោកណាត្រូវស្វែងយល់ប្រព័ន្ធពិភពលោកការស្វែងយល់ប្រព័ន្ធពិភពលោកទើបអាចនឹងយល់ដឹងថាចៅវាយមានលក្ខណៈយ៉ាងណាដូច្នេះវាត្រូវស្វែងយល់ប្រព័ន្ធពិភពលោកណាវាត្រូវការស្វែងយល់ប្រព័ន្ធពិភពលោកហ្នឹងអញ្ចឹងលោកម៉េងហុងតានិយាយរាល់ថ្ងៃចៅស្ដាប់រាល់ថ្ងៃពិចារណារាល់ថ្ងៃដើម្បីការចេះដឹងរបស់ចៅនិងការចេះដឹងរបស់តាផ្លាស់ប្ដូរយោបល់គ្នារឿងគិតយ៉ាងម៉េចអីអាហ្នឹងគឺណាគឺជាចំណុចដែលយើងត្រូវពិចារណារកចំណុចល្អនិងចំណុចមិនល្អក្តៅក្រហាយចំពោះយើងណាកូនណាអូខេK-boy ខ្ញុំអត់ដឹងរឿងមាសខ្ញុំអត់មានតែមហ៊ុនអត់មានផងអញ្ចឹងខ្ញុំអត់ដឹងទេចៅហើយអត់ដឹងរឿងមាសBeautiful Town រឿងនេះកំពុងតែតាមដានខ្ញុំក៏មិនអាចប្រាប់បានថាវាមានការផ្លាស់ប្ដូររបបនយោបាយឬទេនឹងអត់ដឹងគ្រាន់តែដឹងថាលើកនេះវាកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្លែកជាងសពដងដែលព្រឹត្តិការណ៍ប្លែកជាងសពដងនេះរបបអាយ៉ាតូឡានៅប្រទេសអ៊ីរ៉ាន់អាចនឹងប៉ះទង្គិចធ្ងន់អាចនឹងប៉ះទង្គិចធ្ងន់ខ្ញុំដោះអាវមួយចេញសិនពីព្រោះដូចជាក្តៅទៅវិញម្ដងក្តៅម្ដងត្រជាក់ម្ដងក្តៅម្ដងត្រជាក់ណាបងប្អូនម្ដងក្តៅម្ដងត្រជាក់មើលដោះអាវល្ងាពាក់អាវក្តៅណាពាក់អាវក្តៅដោះអាវល្ងាដោះអាវមួយជាន់ចេះអាវthermalអាវនេះមិនមែនកណាត់ធម្មតាវាជា thermal មានន័យថាអាវនេះបើនៅស្រុកខ្មែរខែកដិតពាក់ទៅអត់រងាទេវា thermal វាមានជាតិដូចភួយអញ្ចឹងមើលឥឡូវហ្នឹងក្តៅទៅវិញត្រជាក់ទៅវិញបានថាជំរាបសួរលោកតាខ្ញុំបានសិក្សានិងអានសៀវភៅជាច្រើនពីសម័យកម្ពុជាប្រជាធិបតេយ្យខ្ញុំនៅតែបែងចែកមិនដាច់ថាតើប៉ុលពតជាពាក្យថាស្នេហាជាតិនិងក្បត់ជាតិដួងស្រីម៉ាប់តាបានពន្យល់ហើយណាថាពាក្យថាក្បត់ជាតិវាតតែមានច្បាប់បើវាអត់មានច្បាប់ផ្ដល់និយមន័យច្បាស់លាស់ទេយើងមិនអាចនិយាយថាមនុស្សណាក្បត់ជាតិទេរីឯពាក្យថាស្នេហាជាតិគឺមានតិចហើយនឹងច្រើនមានន័យថាអ្នកណាដែលធ្វើប្រយោជន៍ដល់សង្គមមនុស្សជនជាតិមួយនឹងបានច្រើនថាស្នេហាជាតិអ្នកណាដែលមិនធ្វើច្រើនក៏ស្នេហាជាតិដែរប៉ុន្តែតិចអញ្ចឹងនៅពេលដែលចៅស្វែងរកនៅពាក្យថាស្នេហាជាតិឬក៏យ៉ាងណាគឺអាស្រ័យអញ្ចេះទេឧទាហរណ៍ដូចតានៅពេលដែលចៅស្ដាប់តានិយាយអត់បានមកជេរតាថាអាឆ្កែណាអារត់ចោលស្រុកណាអាបៀមតអាកាំងណាអាបំបាយបំបាក់អាញុះញង់កម្រិតការយល់ដឹងរបស់ចៅតាក្បត់ជាតិពីព្រោះកុំនេះវាលៀងភួរឲ្យចៅគិតអញ្ចឹងដល់ពេលស្ដាប់យូរទៅអផែងវណ្ណៈគេថាពួកសៀមនឹងអស់6000ស្អុយពេញព្រៃណាពួកអាកថាហ៊ុនសែនដតីទៀតនិយាយថាពួកសៀមឥឡូវខ្លាយទៅជាជីដាក់ព្រៃបន្ទាប់មកទៀតអូស្អុយពេញព្រៃថ្មាត់អូឆ្កែព្រុសពេញភូមិហើយពួកអាកថាដតីទៀតខំប្រឹងអួតថាតែមិនអីទេវាមកវាអត់បានលាម៉ែលាឪវាទេវាឡើងភ្នំត្រប់វាត្រូវនៅភ្នំត្រប់វាឡើងភ្នំខ្មោចទៅជាភ្នំខ្មោចវាឡើងតាកបីទៅជាតាកបីវាឡើងអានសេះទៅវាឡើងព្រះវិហារក៏ត្រូវទីបំផុតពួកអាកថាអស់ហ្នឹងដែលថាអូសដៃឲ្យចូលតុកឡើងដាក់មហូបជះទាំងបកី CBM 21 6000នាក់ស្អុយពេញព្រៃបាក់តប 20000នាក់ចង់បញ្ចប់លទ្ធផលចាញ់មកជេមសុកសិតតាស៊ីឈ្នួលសៀមអីកាន់ជើងសៀមអីចៅជេចោះជេឡើងស្រាប់តែចៅឃើញទីបំផុតឃើញថាអញហើយអស់38ចំណុចតាមបដ ாய் ព្រំដែនបាក់តបខ្ទេចចំណែកយុទ្ធជនចំនួនរបួសហើយនឹងចំនួនស្លាប់គេបាត់ខ្មោចយុទ្ធជនគេកាត់លុយធ្លាក់ពីលើមកអាអ្នកនឹងក្រោមនេះកាត់យកស៊ីរហូតដល់គ្រួសារសពសឹងតែរកបាយស៊ីអត់បានក៏អត់មានអាណាធ្វើអីគេឲ្យស្ដាច់ធ្វើមុខជូរឲ្យធ្វើដៃអញ្ចឹងធ្វើមុខជូរខំប្រឹងមកបន្លប់សភាពការណាហើយឥឡូវហ្នឹងគេស្អីណាគេតែងខ្លួនទៅវាំងឯណាស្អីទៀតណាអូគេធ្វើដូចអត់មានអីចឹងតែតាំងតែពិតគឺគេកំពុងហៅតែហ៊ានណាហើយចំណែកអាបលាលួសពីដើមគេលេងស្នៀតគេថាអូសដៃវាចូលដើម្បីកសាងសំណុំរឿងបដិងបរទេសវាមានបានកសាងសំណុំរឿងបដិងបរទេសណាឥឡូវវាយកអស់38កន្លែង
វាយលើកទី1វាយប្រហែលថ្ងៃពីថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28វាយកបាន79គីឡូម៉ែត្រកន្លះខ្ញុំឯអ្នកនិយាយថាអាកងទ័ពថៃវា estimate ទឹកដីដែលវាកាន់79គីឡូម៉ែត្រកន្លះដល់តែលើកក្រោយនេះថាស្អីក្រោយក៏បាក់ទ័ពឯកងទ័ពអីវិរៈកងទ័ពស៊ីម្បុកឈរជើងគ្រប់កន្លែងយុទ្ធជនដែលថតដាក់ Facebook ឥឡូវដេកនៅក្រែពេទ្យហើយខ្លះទៀតគឺវិចកតេលបាត់វិចកតេលមានន័យថាម៉េចគាត់អត់នៅរស់មកលេង Facebook ជាមួយយើងទេណាអស់អាលីងចង់បញ្ចប់ទទួលស្គាល់ថា14ចំណុចសៀមដាក់បលាលោសៀមវាប្រាប់មកវិញថាអញចង់និយាយទេគេថាអញ្ចឹងណាសៀមថាយើងមិនចង់និយាយទេតែមិនមែន14ចំណុចទេ38ចំណុចវា3ដង2ដង2ច្រើនជាងក្រសួងការបរទេសប្រទេសកម្ពុជាទទួលណានិយាយគិតមើលអោះហើយសប្តាហ៍នេះទៅសួរពួកបោយប៉ែទៅសួរពួកចាប់ពីព្រះវិហារដមានជ័យណាប្រទេសមានជ័យបាត់ដំបងពោធិ៍សាត់រហូតដល់កោះកុងសួរអ្នកនៅចិត្តហ្នឹងសួរថាមាន drone នេះយប់ឡើងអាណាគេបង្ហោះ drone អ្នកណាគេណាអាមេពុកអលួយនៅក្នុងជួរកងទ័ពហ៊ុនសែនហ្នឹងវាអ្នកអង្គុយបង្ហោះ drone ពេលយប់ឬក៏ drone នឹង drone របស់អាណាមានអា drone តូចក៏មានអា drone ធំក៏មានប៉ុន្តែមួយថ្ងៃឮសូរតាសៀមវាថា drone ខ្មែរលុបលើដែនអាកាសវាប៉ុន្តែបងប្អូននៅតាមទល់ដែនដែលឮសូរ drone នឹង drone អាណា drone ខ្មែរមែនទេបងប្អូន drone សៀមហើយចុះមិនបានជាអារ៉ាដាខ្វាក់ហ្នឹងតែនិយាយទៅវាប៉ះពាល់មិនបានជាអារ៉ាដាខ្វាក់ហ្នឹងវាអត់ដឹងថា drone សៀមចូលតាមព្រំដែនរាល់ពេលណាបងប្អូនទៅសួរបងប្អូនដទៃនៅតាមព្រំដែនរាល់យប់គឺ drone រហូត drone ចូលរហូតណា drone ចូលរហូតអូខេណា drone ចូលរហូតហើយ drone ណា drone អ្នកណាប៉ុន្តែវាបែរទៅជាថៃចោទប្រកាន់ថាកម្ពុជាបង្ហោះ drone ណាកម្ពុជាបង្ហោះ drone ចូលដីវាទៅជាចោទអញ្ចឹងទៅវិញណានិយាយគិតមើលណាវាទៅជាអញ្ចឹងទៅវិញRTS កន្ធៅมันអាចបំពេអារម្មណ៍ខ្មែរឲ្យលងក្នុងសន្តិភាពคล้ายបានទៀតទេ presentation តើការរៀបចំប្រព័ន្ធដឹកនាំយ៉ាងម៉េចឲ្យរដ្ឋាភិបាលមួយរីកចម្រើនប្រព័ន្ធដឹកនាំដែលឲ្យរដ្ឋាភិបាលរីកចម្រើនគឺអនុវត្តច្បាប់គោរពច្បាប់បង្កើននីតិរដ្ឋរៀបចំសណ្ដាប់ធ្នាប់សង្គមក្របខ័ណ្ឌត្រឹមត្រូវគ្រប់គ្រងកាត់បន្ថយអំពើពុករលួយណាកូនណាអូខេតើសេដ្ឋកិច្ចខ្មែរនេះទៅទៅយ៉ាងណាសេដ្ឋកិច្ច BBEE សេដ្ឋកិច្ចឆ្នាំ2026តួលេខ 5% ណាសេចក្តីចម្រើនពុះជា2ស្មើនឹង2កណ្ដកសញ្ញា5សេដ្ឋកិច្ចខ្មែរនៅឆ្នាំ2026បានប៉ះពាល់យ៉ាងខ្លាំងតួលេខ 5% ដែលរាជការផ្សាយសន្និដ្ឋានថាចម្រើនហ្នឹងគឺយកមកចែកជា2សេចក្តីចម្រើនប្រហែលជាត្រឹម2កណ្ដកសញ្ញា 5% តែប៉ុណ្្នឹងទេអត់មានអីចម្រើនទៀតទេពីព្រោះពិភពលោកតាំងតែងផងប៉ះពាល់ដោយសង្គ្រាមផងប៉ះពាល់ដោយអត់ការងារធ្វើផងប៉ះពាល់ដោយការខូចខាតផងប៉ះពាល់ដោយបំណុលផងគឺមានការលំបាកត្រឹមត្រូវហើយចាប់បានតែអ្នកលក់លេទេព្រោះជូនកាដូម៉ែយកស្អីទៅជូនជំទាវម៉ែអត់ពេញចិត្តជំទាវម៉ែចាប់ក្បាលមីក្រូហ្វូនស្រែកកោកកាស្រីលក់លេដូចមីកទឿអីចាប់គេដាក់គុកអំពើអយុត្តិធម៌ចេញមកនៅមុខចាប់គេដាក់គុកអាឌីដាក់គុក2ឆ្នាំគ្រាន់តែគ្នាអត់មានអីចាប់គ្នាដាក់គុកបាត់ណារហូតដល់កថាគ្នាវាចាប់គ្នាវាដាក់គុកអាក្តរខ្ជាយនៅជាប់គុកដោយសារតែដេកជាមួយនឹងស្រីអត់គ្រប់អាយុទៅទិញកំមុំដល់ហើយទៅមានកថាដតីទៀតកាច់វាក៏វាទៅដេកគុកបាត់ទៅហ្នឹងអាក្តរខ្ជាយកូនសិស្សរបស់អាខណ្ឌសវណ្ណណាមីកថាណាដែលជាជនពេលកថាពេលមីកថាថាត្រូវអាកថាណាក់កាច់មីកថាថាឥឡូវនៅមួយកន្លែងមានអ្នកសំណោះមីកថាទីសវណ្ណថាទៅដេកគុកជាមួយវាទៅពីព្រោះសិតតែមនុស្សដែលបំផ្លាញខ្មែរណាពេលស៊ីពេលនៅជុំវិញពេលស៊ីពេលឥឡូវនេះអស់ហើយណាអស់ហើយឥឡូវអស់ហើយក្រោយមកពីបាក់តប38កន្លែងកថាឥឡូវអត់មានទេបងប្អូនទៅមើល Facebook កថាងើបអត់រួចទេងើបចុងក្រោយបំផុតគឺពេលថៃដោះលែង
ឆ្លើយសឹក18នាក់ក្រោយមកកថៅលែងទៅរួចហើយណាហើយកថៅហើមកអាបូនីគឹមអាកថៅដតីទៅទៀតអាកថៅបរេតដតីទៅទៀតណាអត់មានទេសុំបីតបងមកហឺនសេដ្ឋី6000ខ្នងណាតលតដូរថ្មិញថ្មីក៏លើកមិនរួចដែរអស់អាលីងបងប្អូនអស់អាលីងអត់មានលើកងើបរួចទេបងប្អូនប្រព័ន្ធផ្សព្វផ្សាយបាច់បាក់អស់ហើយណាបាច់បាក់អស់ហើយឬសូថ្ងៃមុនហ្នឹងថាសង្ស័រតាំងចាញ់វិភាគសភាពការអីរ៉ាននេះហើយចុះសភាពការខ្មែរមិនក៏មិនវិភាគវាមិនរួចពីព្រោះគេតែងតាំងឲ្យធ្វើមន្ត្រីសម្រាប់តែលុញពងគោក្បាលអត់ដែរអញ្ចឹងត្រូវស្ងំដេកឃើញទេអាហ្នឹងអញ្ចឹងកំពុងកាច់កង់គ្នាសោះគោហើយប្រព័ន្ធភូតណាគេបង្កើត account คล้ายថាសយសភាពនិយាយចេះសយសភាពនិយាយចុះតាមពិតអាសយសភាពមានតែអីវាអាហ្នឹង account คล้ายណា account คล้ายវាមូលវាកំពុងតែធ្វើបាបសយសភាពវាចង់ឲ្យសយសភាពគេចាប់ដាក់គុកអញ្ចឹងបងប្អូនឃើញហើយសយសភាពនិយាយចេះសយសភាពមែនទេសយសភាពមែនតែមិនបាននិយាយអញ្ចឹងទេណាបងប្អូនដឹងទេសុំបីតែពីដើមឡើយអាកោះសន្តិភាពក៏គេបាញ់ដែរជំនាន់អរិយស្មីកម្ពុជាកោះសន្តិភាពគឺថាពេលកាលណាវាកើតពេលច្រើនណាវាពេលវាស៊ីពេលគ្នាវាណាបងប្អូនឥឡូវអស់ហើយឥឡូវអីអង្គហែកតពកបុកតបាចអីឈប់ជួបជុំគ្នាបាយណាហើយអាអ្នកខំប្រឹងប្រូពីរឿងសៀមចាញ់ណាឥឡូវហ្នឹងវាឈ្នះដល់កៅអៅហើយដល់ឈ្នះដល់កៅអៅឥឡូវមិនសូវទេមិនសូវមានទេឥឡូវហ្នឹងវាឈ្នះដល់កៅអៅបាទ